គៈស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំស្រាវជ្រាវករណីហិង្សាបន្ទាប់ពីមានការចែករំលែកវីដេអូមួយបង្ហាញពីសកម្មភាពក្មេងស្រីចំនួន2នាក់កំពុងវាយគ្នាក្នុងមូលដ្ឋានក្រុងស្ទឹងសែនក្នុងនោះបើតាមសមត្ថកិច្ចបានបញ្ជាក់ថាកាលពីថ្ងៃទី9 ខែតុលាឆ្នាំ2025មានគណនី Facebook Page ឈ្មោះ Nakerker និងបារមីពេជ្រហុងបានបង្ហោះខ្លឹមសារថាបានកំហឹងនារីជើងខ្លាំងកំពង់ធំដែលភ្ជាប់ជាមួយវីដេអូសកម្មភាពក្មេងស្រីចំនួន2នាក់កំពុងវាយតប់គ្នាទៅវិញទៅមកបន្ទាប់ពីទទួលបានព័ត៌មានខាងលើក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមស្នេហ៍តូហេងសុផលស្នងការនគរបាលខេត្តកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងនគរបាលក្រុងស្ទឹងសែនបានធ្វើការស្រាវជ្រាវស្វែងរកឃើញម្ចាស់គណនី Facebook Page ខាងលើជាលទ្ធផលកម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវនៅកន្លែងកាត់ហេតុឈានដល់ឃាត់ខ្លួនយុវតីទាំងពីរនាក់យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែននៅចំពោះមុខសមត្ថកិច្ចស្ត្រីជើងខ្លាំងទាំងពីរបានសារភាពថាកាលពីថ្ងៃទី15 ខែកញ្ញាឆ្នាំ2025វេលាម៉ោង 13:00 នាទីខ្លួនពិតជាបានធ្វើសកម្មភាពវាយតប់គ្នាទៅវិញទៅមកពិតប្រាកដមែនប៉ុន្តែមិនបង្កឲ្យមានរបួសស្នាមនោះឡើយជាណាមិញជំវិញករណីខាងលើនេះក្រោយស៊ូននបច្ចុប្បន្នសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងដើម្បីចាត់ការបន្តទៅតាមនីតិវិធី